វាសម្អាតពិភពលោកលើកទី8ទិវានេះរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីនិងគំនិតស្រឡាញ់បរិស្ថានការទុកដាក់សំរាមឲ្យបានត្រឹមត្រូវដោយគ្មានសំរាមចោលរាយប៉ាយតាមផ្លូវសាធារណៈដែលរួមចំណែកក្នុងយុទ្ធនាការសម្អាតផ្លូវជាតិស្អាតគ្មានសំណល់ប្លាស្ទិកស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន2023-2028សម្រេចបាននូវភាពស្អាតភាពបៃតងនិងចីរភាពមន្ទីរបរិស្ថានខេត្តកំពតក្រុមការដឹកនាំនិងចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកំពតបាននឹងកំពុងអនុវត្តនិងចូលរួមយ៉ាងសកម្មជាប្រចាំប្រកបដោយយន្តការច្បាស់លាស់ក្នុងការតាមដានត្រួតពិនិត្យនិងធ្វើផែនការតាមគោលដៅផ្លូវជាតិចំនួន7គោលដៅក្នុងភូមិសាស្ត្រខេត្តកំពតមិនតែប៉ុណ្ណោះតាមបណ្ដាឃុំសង្កាត់ទាំង93ឃុំសង្កាត់បាននឹងកំពុងបន្តអនុវត្តការងារភាពស្អាតដោយការសម្អាតអនាម័យក្នុងដែនភូមិសាស្ត្រឃុំសង្កាត់របស់ខ្លួនជាក់ស្ដែងក្នុងរយៈពេលពីថ្ងៃទី15ដល់ថ្ងៃទី20ខែកញ្ញាឆ្នាំ2025រដ្ឋបាលក្រុងស្រុកឃុំសង្កាត់បានធ្វើការសម្អាតអនាម័យតាមដងផ្លូវជាតិបានចំនួន19លើកដោយមានអ្នកចូលរួមដោយផ្ទាល់និងប្រយោលសរុបចំនួន16,867 អង្គអ្នកនិងប្រមូលសម្រាមបិណ្ឌសរុបចំនួន2,917 គីឡូក្រាមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បីបរិស្ថានស្អាត